បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់បាទជាទីគោរពរាប់អានបាទមិត្តភ័ក្តិទាំងអស់ជាទីនឹករលឹកបាទពេលនេះខ្ញុំបានមកព្រៃហើយក៏ជួបនៅរុក្ខជាតិមួយមុខបាទហើយរុក្ខជាតិមួយមុខនោះបាទយើងប្រើជាប្រយោជន៍បានគ្រប់តែម្ដងបាទសម្រាប់ជាបន្លែជាអន្លក់បាទក៏យើងអាចប្រើបានសម្រាប់ប្រើជាឱសថក៏យើងអាចប្រើបានបាទស្លឹកយើងអាចយកមកស្លក៏បានធ្វើជាអន្លក់ក៏បានចំណែកផ្លែយើងអាចយកមកស្លក៏បានធ្វើជាអន្លក់ក៏បានដូចគ្នាបាទចំណែកមើមបាទយើងអាចយកមកធ្វើជាឱសថបានហើយរុក្ខជាតិមួយមុខនោះមានឈ្មោះថាវល្លិអាណោបាទនេះពុកម៉ែបងប្អូនបាទវល្លិអាណោបាទនេះជាស្លឹកអាណោខាងមុខខាងក្រោយអីបាទអញ្ចឹងខ្ញុំសូមបង្ហាញផ្លែជាមុនសិនបាទហើយផ្លែអាណោខ្ចីនេះបាទយើងអាចបេះយកយើងអាចយកទៅស្ងោរធ្វើជាអន្លក់ណាបាទមានរសជាតិល្វីងតិចៗបាទអញ្ចឹងខ្ញុំបាទនឹងជម្រាបជូនឲ្យច្បាស់អំពីស្លឹកអាណោបាទដោយផ្លែមួយបាត់ភ្លេចមើលដោយផ្លែមួយបាត់បាទនេះជាលក្ខណៈនៃស្លឹកអាណោបាទនេះជាក្តាប់អាណោបាទអញ្ចឹងទេបាទតាមរយៈរូបភាពនេះដែរបាទអញ្ជើញពុកម៉ែបងប្អូនបាទទៅផ្ទៀងផ្ទាត់ជាមួយនឹងវិធីប្រើនិងការព្យាបាលដូចតទៅបាទបាទវិធីប្រើនិងការព្យាបាលរុក្ខជាតិនេះមានជាតិក្តៅតិចគេយកមកប្រើក្នុងការព្យាបាលសួតដែលខ្សោយឈឺខ្នងផ្នែកបោះដៃផុតគេយកបំពុលសត្វចាបដោយគ្រាន់តែយកស្រូវត្រាំជាមួយវល្លិអាណោស្រូវនេះអាចបំពុលចាបឲ្យងាប់បានប៉ុន្តែសត្វចាបបរិភោគបានដោយគ្មានពុលបានន័យថាយើងយកបំពុលចាបបានបាទក៏គ្រាន់តែយើងត្រាំជាមួយស្រូវបាទប៉ុន្តែយើងហូបចាបបានដោយមិនពុលទេបាទកម្រិតប្រើបាទ15ទៅ20ក្រាមបាទស្លឹកស្រស់បាទអានេះយើងយកមកដាំទឹកផឹកបាទ15ទៅ20ក្រាមស្លឹកស្រស់បាទនេះជាអត្ថប្រយោជន៍នៃវល្លិអាណោបាទវល្លិអាណោឬវល្លិអូណោអូទូរស័ព្ទអត់សូវច្បាស់បាទវល្លិអាណោឬវល្លិអូណោបាទសូមអធិស្ឋានចំពោះពុកម៉ែបងប្អូនរាល់កំហុសឆ្គងសូមពុកម៉ែបងប្អូនជួយកែសម្រួលដោយសេចក្តីអនុគ្រោះផងម្យ៉ាងទៀតបើពុកម៉ែបងប្អូនបាទមានអាការៈរោគនៅក្នុងខ្លួនហើយមានបំណងចង់ប្រើនៅរុក្ខជាតិឱសថបុរាណបាទពុកម៉ែបងប្អូនបាទអាចខមមិននៅខាងក្រោមវីដេអូខ្ញុំមកបាទខ្ញុំនឹងជម្រាបជូនពីរូបមន្តផ្សេងដែលពាក់ព័ន្ធជាមួយនឹងជំងឺពុកម៉ែបងប្អូនបាទដោយក្តីសូមរីករាយបាទសូមអរគុណសូមជម្រាបលា